ขณะពេលដែលបងប្អូនអង្គុយលេងនៅលើឯជាមួយដុំឥដ្ឋសំណង់នោះមីងបានកត់សម្គាល់ថាតំបន់ខាងក្រៅនោះពោពេញទៅដោយខ្មោចឆៅប៉ុន្តែពួកគេមិនមានអារម្មណ៍ភ័យខ្លាចបន្តិចសោះយ៉ាងណាមិញនេះគឺជាឆ្នាំទី6ហើយចាប់តាំងពីការផ្ទុះឡើងនៃវីរុសខ្មោចឆៅមកពិភពលោកភាគច្រើនត្រូវបានកាន់កាប់ដោយខ្មោចឆៅប៉ុន្តែវិឡារបស់ពួកគេនៅលើកំពូលភ្នំគឺជាកន្លែងតែមួយគត់ដែលមិនត្រូវបានវាយលុកហើយចំពោះខ្មោចឆៅដែលប្រមូលផ្តុំនៅខាងក្រៅរៀងរាល់យប់បងប្អូនទាំងពីរបានស្វាមនឹងពួកវាជាយូរមកហើយយ៉ាងណាមិញបង្អួចកញ្ចក់ពីជាន់ដល់ពីដានរបស់ពួកគេធ្វើពីកញ្ចក់ការពារក្របកម្លើងដូច្នេះខ្មោចឆៅនៅខាងក្រៅមិនអាចចូលមកបានទេលើសពីនេះទៅទៀតនៅកណ្ដាលនៃថ្ងៃវិនិច្ឆ័យកម្មនេះបងប្រុសបានពង្រឹងជំនាញរស់រានមានជីវិតដ៏ពិសេសរាល់ព្រឹកគាត់ទាំងដាក់អន្ទាក់នៅជុំវិញផ្ទះដើម្បីចាប់ខ្មោចឆៅដែលព្យាយាមវាយប្រហារពួកគេប៉ុន្តែការរស់នៅក្នុងវិឡានៅលើកំពូលភ្នំដែលមានរបស់របរគ្រប់គ្រាន់នេះជាមិនផុតពីធ្វើឲ្យពួកគេខ្លាចជាគោលដៅសម្រាប់មនុស្សជាច្រើនព្រឹកនោះខណៈដែលបងប្អូនកំពុងលេងយល់នៅមាត់ទ្វារខាងមុខឡាន pick up មួយគ្រឿងបានបើកមកដល់ដោយដឹងថាអ្នកមកលេងមានបញ្ហាបងប្រុសក៏ដើរទៅកាន់ដោយកាន់កំភ្លើងក្មេងលេងប្រឈមមុខនឹងក្មេងប្រុសដែលមើលទៅមិនសូវចាស់ប៉ុន្មានបរិះនោះមិនបានយកចិត្តទុកដាក់នឹងគាត់ទាល់តែសោះទៅវិញគាត់បានសួរថាតើមានមនុស្សពេញវ័យនៅផ្ទះឬទេនៅពេលដែលក្មេងប្រុសនៅស្ងៀមបរិះនោះគ្មានជំរឿសអ្វីក្រៅពីចាក់ចេញនោះទេអ្វីដែលគាត់មិនដឹងគឺថាកំភ្លើងក្មេងលេងនៅក្នុងដៃក្មេងប្រុសនោះតាមពិតគឺជាថ្នាំសណ្ដំដែលបានកែច្នៃនៅថ្ងៃបន្ទាប់បងប្អូនប្រុសស្រីកំពុងលេងនៅមាត់ទ្វារខាងមុខដោយសពដងភ្លាមនោះបរិះពីថ្ងៃមុនបានបង្ហាញខ្លួនម្ដងទៀតលើកនេះនាំស្ត្រីម្នាក់មកជាមួយដើម្បីសុវត្ថិភាពរបស់ប្អូនប្រុសស្រីគាត់ជែកគ្មានជំរឿសអ្វីក្រៅពីអញ្ជើញពួកគេទាំងពីរចូលមកក្នុងផ្ទះនោះទេដោយមិននឹកស្មាននោះពួកគេក៏ចាប់ផ្ដើមរុករកផ្ទះដើម្បីស្វែងរកសម្ភារៈពួកគេមិននឹកស្មានថាវីឡានេះនឹងមានស្តុកទុកនៅរបស់របរប្រើប្រាស់ច្រើនបែបនេះទេនៅពេលយប់មកដល់តំបន់ខាងក្រៅក៏ពោពេញទៅដោយខ្មោចឆៅដោយភ័យខ្លាចគូស្នេហ៍នោះក៏ប្រញាប់បិទភ្លើងនៅក្នុងផ្ទះនៅពេលនោះមានមនុស្សម្នាក់បានលួចចូលមកក្នុងវីឡារួចហើយមួយវិនាទីក្រោយមកសំឡេងស្រែកដ៏គួរឲ្យខ្លាចបានបន្លឺឡើងពីបន្ទប់របស់អាណាលើសំឡេងស្រែកបរិះនោះក៏ប្រញាប់ទៅជាមួយកំភ្លើងរបស់គាត់ប៉ុន្តែបានរកឃើញថាសង្សាររបស់គាត់លែងដកនឹងហាមទៀតហើយភ្លាមនោះពួកគេទាំងពីរនាក់ក៏បាត់ខ្លួនពីពិភពលោកទាំងស្រុងនៅថ្ងៃបន្ទាប់បងប្អូនប្រុសស្រីក៏ធ្វើការរបស់ពួកគេដូចជាគ្មានអ្វីកើតឡើងពួកគេមិនដឹងថាមានមនុស្សម្នាក់ទៀតបានមកដល់ខាងក្រៅវីឡាគាត់បានមើលឃើញភ្លាមតែដែលបានដាក់នៅជុំវិញវីឡានៅពេលនោះក្មេងស្រីម្នាក់បានលើកមុខនៅចំពោះមុខគាត់មុនពេលដែលបរិះនោះអាចប្រតិកម្មព្រួញថ្នាំសណ្ដំបានបាញ់ចំកញ្ជើងករបស់គាត់ខណៈពេលដែលបងប្អូនអង្គុយលេងនៅលើឯជាមួយដុំឥដ្ឋសំណង់នោះមីងបានកត់សម្គាល់ថាតំបន់ខាងក្រៅនោះពោពេញទៅដោយខ្មោចឆៅប៉ុន្តែពួកគេមិនមានអារម្មណ៍ភ័យខ្លាចបន្តិចសោះយ៉ាងណាមិញនេះគឺជាឆ្នាំទី6ហើយចាប់តាំងពីការផ្ទុះឡើងនៃវីរុសខ្មោចឆៅមកពិភពលោកភាគច្រើនត្រូវបានកាន់កាប់ដោយខ្មោចឆៅប៉ុន្តែវិឡារបស់ពួកគេនៅលើកំពូលភ្នំគឺជាកន្លែងតែមួយគត់ដែលមិនត្រូវបានវាយលុកហើយចំពោះខ្មោចឆៅដែលប្រមូលផ្តុំនៅខាងក្រៅរៀងរាល់យប់បងប្អូនទាំងពីរបានស្វាមនឹងពួកវាជាយូរមកហើយយ៉ាងណាមិញបង្អួចកញ្ចក់ពីជាន់ដល់ពីដានរបស់ពួកគេធ្វើពីកញ្ចក់ការពារក្របកម្លើងដូច្នេះខ្មោចឆៅនៅខាងក្រៅមិនអាចចូលមកបានទេលើសពីនេះទៅទៀតនៅកណ្ដាលនៃថ្ងៃវិនិច្ឆ័យកម្មនេះបងប្រុសបានពង្រឹងជំនាញរស់រានមានជីវិតដ៏ពិសេសរាល់ព្រឹកគាត់ទាំងដាក់អន្ទាក់នៅជុំវិញផ្ទះដើម្បីចាប់ខ្មោចឆៅដែលព្យាយាមវាយប្រហារពួកគេប៉ុន្តែការរស់នៅក្នុងវីឡានៅលើកំពូលភ្នំដែលមានរបស់របរគ្រប់គ្រាន់នេះជាមិនផុតពីធ្វើឲ្យពួកគេខ្លាចជាគោលដៅសម្រាប់មនុស្សជាច្រើនព្រឹកនោះខណៈដែលបងប្អូនកំពុងលេងយល់នៅមាត់ទ្វារខាងមុខឡាន pick up មួយគ្រឿងបានបើកមកដល់ដោយដឹងថាអ្នកមកលេងមានបញ្ហាបងប្រុសក៏ដើរទៅកាន់ដោយកាន់កំភ្លើងក្មេងលេងប្រឈមមុខនឹងក្មេងប្រុសដែលមើលទៅមិនសូវចាស់ប៉ុន្មានបរិះនោះមិនបានយកចិត្តទុកដាក់នឹងគាត់ទាល់តែសោះទៅវិញគាត់បានសួរថាតើមានមនុស្សពេញវ័យនៅផ្ទះឬទេនៅពេលដែលក្មេងប្រុសនៅស្ងៀមបរិះនោះគ្មានជំរឿសអ្វីក្រៅពីចាក់ចេញនោះទេអ្វីដែលគាត់មិនដឹងគឺថាកំភ្លើងក្មេងលេងនៅក្នុងដៃក្មេងប្រុសនោះតាមពិតគឺជាថ្នាំសណ្ដំដែលបានកែច្នៃនៅថ្ងៃបន្ទាប់បងប្អូនប្រុសស្រីកំពុងលេងនៅមាត់ទ្វារខាងមុខដោយសពដងភ្លាមនោះបរិះពីថ្ងៃមុនបានបង្ហាញខ្លួនម្ដងទៀតលើកនេះនាំស្ត្រីម្នាក់មកជាមួយដើម្បីសុវត្ថិភាពរបស់ប្អូនប្រុសស្រីគាត់ជែកគ្មានជំរឿសអ្វីក្រៅពីអញ្ជើញពួកគេទាំងពីរចូលមកក្នុងផ្ទះនោះទេដោយមិននឹកស្មាននោះពួកគេក៏ចាប់ផ្ដើមរុករកផ្ទះដើម្បីស្វែងរកសម្ភារៈពួកគេមិននឹកស្មានថាវីឡានេះនឹងមានស្តុកទុកនៅរបស់របរប្រើប្រាស់ច្រើនបែបនេះទេនៅពេលយប់មកដល់តំបន់ខាងក្រៅក៏ពោពេញទៅដោយខ្មោចឆៅដោយភ័យខ្លាចគូស្នេហ៍នោះក៏ប្រញាប់បិទភ្លើងនៅក្នុងផ្ទះនៅពេលនោះមានមនុស្សម្នាក់បានលួចចូលមកក្នុងវីឡារួចហើយមួយវិនាទីក្រោយមកសំឡេងស្រែកដ៏គួរឲ្យខ្លាចបានបន្លឺឡើងពីបន្ទប់របស់អាណាលើសំឡេងស្រែកបរិះនោះក៏ប្រញាប់ទៅជាមួយកំភ្លើងរបស់គាត់ប៉ុន្តែបានរកឃើញថាសង្សាររបស់គាត់លែងដកនឹងហាមទៀតហើយភ្លាមនោះពួកគេទាំងពីរនាក់ក៏បាត់ខ្លួនពីពិភពលោកទាំងស្រុងនៅថ្ងៃបន្ទាប់បងប្អូនប្រុសស្រីក៏ធ្វើការរបស់ពួកគេដូចជាគ្មានអ្វីកើតឡើងពួកគេមិនដឹងថាមានមនុស្សម្នាក់ទៀតបានមកដល់ខាងក្រៅវីឡាគាត់បានមើលឃើញភ្លាមតែដែលបានដាក់នៅជុំវិញវីឡានៅពេលនោះក្មេងស្រីម្នាក់បានលើកមុខនៅចំពោះមុខគាត់មុនពេលដែលបរិះនោះអាចប្រតិកម្មព្រួញថ្នាំសណ្ដំបានបាញ់ចំកញ្ជើងករបស់គាត់